ba thuộc đây bậc mà ôn mặt phải đây dương mà mơ ampli bậc mà ôn mà vài em thấy mùi bà vài em thấy mùi ampli này việc sắp việc bây rồi hà sắp xong khi rồi mà thấy côn bằng pi bà vì rồi sang bây rồi hà bà và rồi cái bậc mà ôn bà và rồi cái dương thầm bây rồi vắt các bạn đấy bà lượng bảo vệ cứ do farm sắp bằng 7V ampli ประเภทនេះគឺជាស្ដាច់ត្រាញ់ ampli សម្រាប់ ampli ដែលប្រើប្រាស់ IC បាទមានន័យថាវានៅតែមួយចំនួនទីទៀតដល់ ampli កប់ហើយបាទវាមានតែមួយទីលើវាឈ្មោះអីទីលើវាស៊ីភ្លើង50Vបាទក៏តែអានេះគឺយើងអាចហៅថាស្ដាច់ក្រាញ់បានហើយបាទប្រភេទសំឡេងរបស់វាគឺអេមពុកម៉ែបងប្អូនអេមដោយសារវាជាប្រភេទប្រើ IC បាទពួកអស់នេះវាប្រើ IC គឺវាមាន2 series បើតាមខ្ញុំមើលក្នុង website ពុកម៉ែបងប្អូនបាទវាមានតម្លៃរាងធូរថ្លៃនិងតម្លៃរាងថ្លៃអានេះយើងអាចនិយាយថារាងធូរថ្លៃដោយសារអីវាប្រើ IC 2 series TPA 3255ពុកម៉ែបងប្អូនបាទជាស្រ័យ TPA 3255គឺវាដំណើរការទៅលើសាប់បាទតែវាបាន 350V តែពិត IC ហ្នឹងគឺវាបាន 600W បាទតែដល់ពេលប្រើនៅក្នុងលក្ខខណ្ឌនេះគេរៀបឲ្យវាចេញ 350W ដោយសារអីដោយសារ volt វាទាបបាទ volt វាគឺវាស៊ីតែ36V ហ្នឹងហើយបងប្អូនបាទបើសិនជាចង់បាន 600W ទៅតែបាន volt 50V អញ្ចឹងណាបងប្អូន 50V ទៅវាបានអញ្ចឹង ampli នេះវាប្រើ IC 2 series គឺ TPA 3255និង TPA 3251បាទ51ចឹង51នោះវាធ្វើការខាងសងបាទខាងនេះខាងសងនេះទីច្រកបាទហើយចំណុច TPA 3255នោះវាធ្វើការខាងសាប់តែទីឲ្យវាធ្វើការនោះมันអស់កម្លាំងទេដោយសារអីគឺវាស៊ីតិចបាទគឺធ្វើឲ្យស៊ីតិចមានន័យថាទីប្រគំច្រើនអតិសនីទៅឲ្យវាតិចអញ្ចឹងវាធ្វើការអត់គ្រប់កម្លាំងវាមិនថាមិនគ្រប់ទេវាយើងអាចនិយាយថាវាមិនពេញទេបងប្អូនបាទថាកម្លាំងពេញគឺ 600W អញ្ចឹងសម្រាប់ ampli មួយទៀតគឺវា IC TPA 3255ទៅ2តែម្ដងបាទមានន័យថាខាងសាប់ក៏បែបហ្នឹងខាងសងក៏បែបហ្នឹងអញ្ចឹងអីវ៉ាន់ចិនណាបងប្អូនបាទអីវ៉ាន់ចិនគឺឈ្មោះដូចគ្នាតម្លៃខុសគ្នាគ្រឿងខុសគ្នាតិចតួចបាទមានន័យថាតម្លៃខុសគ្នាគ្រឿងក៏ខុសគ្នាតិចតួចដែរអញ្ចឹងបងប្អូនត្រូវប្រយ័ត្នក្នុងការទិញ ampli មិនប្រយ័ត្នអីទេបងប្អូនបាទប្រយ័ត្នតែខ្លាចអ្នកលក់គាត់ប្រាប់មិនស្មោះត្រង់អញ្ចឹងតែបើចំពោះអ្នកលក់ស្មោះត្រង់អីទេដោយសារអីគ្រឿងខុសគ្នាតម្លៃខុសគ្នាដូចខ្ញុំថាអញ្ចឹងតែឈ្មោះដូចគ្នាអញ្ចឹងហើយបងប្អូនទិញតម្លៃរៀងធូរគឺបានគ្រឿងតាមបានគ្រឿងធូរថ្លៃទៅតាមហ្នឹងអញ្ចឹងបងប្អូនបាទសម្រាប់អ្នកលក់ស្មោះត្រង់តែបើអ្នកលក់មិនស្មោះត្រង់គឺចេះតែថាល្អបាទហើយបើយើងនិយាយទៅមិនចាំបាច់ថាល្អមិនចាំបាច់ថាមិនល្អទេយើងគ្រាន់តែបង្ហាញឈ្មោះ chip ទៅគឺអូខេបាទភាសាអី chip ដែលល្អជាងគេនៅក្នុងបច្ចុប្បន្ននេះព្រោះជាងគេគឺ TPA 3255បាទ TPA 3255ហើយបើសិនជាឲ្យវាធ្វើការពេញកម្លាំងគឺ 600W គឺភ្លើងវាដល់ 50V បាទឬក៏ 47 48V អីហ្នឹងឯងអញ្ចឹងបើគេដាក់ភ្លើងក្រោមហ្នឹងមានន័យថា IC ហ្នឹងគឺធ្វើការតែគេរៀបមិនឲ្យវាធ្វើការអស់កម្លាំងទេបាទអស់កម្លាំងទេហើយពុកម៉ែបងប្អូនថាIC ដូចតែគ្នាមិនដែលកម្លាំងខុសគ្នាអត់ទេពុកម៉ែបងប្អូនបាទគឺខុសគ្នាដោយសារអីពឹងផ្អែកទៅលើវិស្វករដែលគេរៀបនិងភ្លើងដែលវាស៊ីបាទភ្លើងដែលស៊ីអញ្ចឹង IC តែមួយឧទាហរណ៍ IC តែមួយពេញកម្លាំង 600W តែគេអាចរៀបវាឲ្យវាធ្វើការ 350W ក៏បានដែរបងប្អូនក៏បានដែរអញ្ចឹងវាតាមភ្លើងដែលគេដាក់ឲ្យវានិងតាមអ្វីដែលគេផ្គត់ផ្គង់វាគេរៀបវាមកអញ្ចឹងបងប្អូនបាទគេរៀបមកហើយ ampli នេះតម្លៃក៏រៀងថ្លៃដែរបងប្អូនបាទជាង 100000 ដែរឃើញអញ្ចឹងបាទអញ្ចឹងជាង 100000 ដែរតែសម្លេងអេមណាបងប្អូនសម្លេងអេម ampli ប្រើ transistor អីដុំភ្លើងធ្ងន់មើលបាច់លោតហក់មួយវាទេបាទវាយជាមួយនឹង Opolo ហ្វាតរបស់វាបងប្អូនវាយជាមួយ Opolo 3កាត់2គ្រាប់ចង់អាឡែកឡើងទៅបាទចង់អាឡែកឡើងអុកឡើងចង់អាយ៉ះធំហើយបាទហើយសម្រាប់ ampli ចេះសាប់ចេះសង់បាទស្ដាប់ព្រោះហ្នឹងបងប្អូនបាទស្ដាប់ព្រោះខុសពី ampli យើងធម្មតាខុសពី ampli ធម្មតាបាទអរគុណ